ស្ដាប់សលេងសួយខ្ញាល់ខ្ញាល់ពីដើមវីដេអូដឹងឲ្យបងប្អូនថាជាតិយ៉ាងណាមករយៈមុនឃើញគេល្បីឲ្យពោតឈីចង់ធ្វើញ៉ាំទៅទិញពោតតែទិញតែពោតមកអត់ទិញឈីមកអញ្ចឹងធ្វើមិនកើតអញ្ចឹងមានតែកាយឆ្នៃពោតហ្នឹងធ្វើពោតឆាបង្គាប្រៃវិញទៅតែមានអីឆ្ងាញ់តាវារសជាតិប្លែកពីពោតឆាយើងធម្មតាហើយរបៀបធ្វើក៏ងាយៗដែរអត់សូវពិបាកអីដែរបងប្អូនដំបូងខ្ញុំដាក់ម្សៅឆាលាយមួយទឹកតិចៗហើយយកពោតដែលយើងស្ងោរមិញហ្នឹងទៅលាយចូលគ្នាបន្ទាប់មកបាទខ្ញុំយកទៅលាយមួយម្សៅស្រួយធ្វើអញ្ចឹងបានពោតរបស់យើងជាប់ជាមួយម្សៅស្រួយបានល្អពេលលាយពោតបានសព្វហើយយើងដាក់ខ្ទះឲ្យក្តៅចាំចាក់ខ្លាញ់ចូលបន្ទាប់មកខ្លាញ់យើងរៀងក្តៅហើយចាំចាក់ពោតធ្វើអញ្ចឹងបានពោតយើងឡើងស្រួយល្អហើយយើងអាសាកូរវាផងខ្លាចវាខ្លោចបន្ទាប់មកពោតរបស់យើងឆ្អិនហើយយើងស្រង់វាឲ្យសខ្លាញ់ហើយយើងទៅលាយគ្រឿងរបស់យើងមានដូចជាដំបូងខ្ញុំដាក់បបន្ទាប់មកខ្ញុំលីងគល់ខ្ទឹមនិងម្ទេសឲ្យឈ្ងុយពេលឈ្ងុយហើយចាំយើងចាក់ពងទាប្រៃចូលជ្រុំពងទាប្រៃនឹងឲ្យបាយចូលជាតិគ្នាហើយចាំយើងចាក់ដោះគោចូលតែពេលបន្ថែមដោះគោនឹងបើកភ្លើងតិចៗបានហើយយ៉ាត់ខ្លោចបន្ទាប់មកយើងលាយគ្រឿងវាឲ្យសព្វទៅចាំយើងចាក់ពោតចូលកូរឲ្យវាសព្វគ្រឿងអស់ទៅចាំយើងចាក់ល្ខ្ទឹមចូលហើយបងប្អូនពោតរបស់យើងឆ្អិនហើយគ្រាន់តែធ្វើឲ្យភ្លាមៗមកដួសដាក់ចានញ៉ាំភ្លាមៗតែក្តៅនឹងហ្មងបងប្អូននៅចាំស្ដាប់សលេងស្រួយឆ្ងាញ់